Ok, ngày sau đây là các và cùng một căn để thú và mà phải muối thì bọn muốn sorry mà phải muối khai bốn bị bọn mà phải pram trai này chán okហើយvideo này report សម្រាប់ខ្លួនឯងនៅពេល5ឆ្នាំមុខអញ្ចឹងយើងមាន 4 point តែយើងថា report ថ្ងៃហ្នឹងគឺថ្ងៃហ្នឹងជាថ្ងៃច័ន្ទដែលជាថ្ងៃដែលយើងត្រូវ start class ហើយជាថ្ងៃដែលយើងត្រូវ back ត្រឡប់ពីចូលឆ្នាំហើយយើងត្រូវធ្វើការធ្វើវិញធម្មតាអញ្ចឹងណាអញ្ចឹងឥឡូវយើងចាប់ផ្ដើមទៅមើលចំណុចទី1ទាំងអស់គ្នាចំណុចទី1អីដែលខ្ញុំបានរៀនសូត្រនៅពេលព្រឹកដំបូងដែលខ្ញុំមកដល់ហ្នឹងគឺno one care about you okay you must be wise your size បាទអត់មានណាគេនិយាយថាយើងចូលដល់វ័យមួយដែលអត់មានណាគេដែលគេត្រូវមកបារម្ភឬក៏គិតខ្វាយខ្វល់ជាមួយយើងឯងគឺយើងគិតរឿងយើងគេគិតរឿងគេហ្នឹងអញ្ចឹងយើងត្រូវតែជាបង្អែកសម្រាប់ខ្លួនឯងអញ្ចឹងណាចំណុចទី1ទី2គឺ report ទៅនឹង subject ដែលខ្ញុំបានរៀនថ្ងៃហ្នឹងគឺ interesting មែនតើគឺ foundation of education 2បាទហើយមុខវិជ្ជាមួយហ្នឹង subject មួយហ្នឹងគឺរៀនសប្បាយអូខេហើយសម្រាប់ term នេះគឺយើងអត់មាន task អីច្រើនទេគឺយើងមាន exercise តិចតួចតាមម៉ោងដែលយើងរៀនហើយនឹងយើងមាន two big task បើយើងមានកិច្ចការសំខាន់ធំៗពីរគេយើងមាន group project ហើយនឹង individual project ហើយយើងមាន midterm មួយដែរសារនេះណាប៉ុន្តែ midterm នៃគ្រូថាដាក់ដូចជា 3-4 សំណួរហើយបន្តមកទៀតពេលល្ងាចថ្ងៃឡើងបើយើងទៅធ្វើការណាដែលឃើញថាវាល្អប្រសើរអូខេប៉ុន្តែវាចូលដល់ចំណុចមួយដល់ម៉ោងមួយដែលត្រូវបរៀនចុងម៉ោងគេគឺម៉ោង5-6អូខេ part time 5-6ថ្នាក់ part time ម៉ោង5-6ហើយនឹងអីដែលចង់និយាយនៅកន្លែងហ្នឹងគឺអត់ដឹងថាខ្លួនឯងវាយ៉ាងម៉េចវាចិត្តតែមានអារម្មណ៍ថាពិបាកចិត្តឬក៏អត់សុបាយចិត្តណាពេលដែលយើងអត់ពេលដែលយើងឃើញថាអត់សូវមានក្មេងៗឬក៏គ្នាដែលជាសិស្សហ្នឹងមករៀនអញ្ចឹងណាអញ្ចឹងខ្ញុំចង់លើកយកឡើងនឹងមកនិយាយបន្តិចដោយសារតែយើងឈប់យូររយៈពេលចូលឆ្នាំខ្មែរណាទាំងសាលារដ្ឋទាំងអីយើងបាកងរយៈពេលយូរដែរអញ្ចឹងតែកាលណាយើងឈប់យូរទៅធ្វើឲ្យពួកគាត់មានអារម្មណ៍ថាពិបាកក្នុងការ come back មករៀនវិញគឺពិបាកមែនតើវាមានទម្លាប់មួយដែលថាយើងនៅខ្ជិលនៅសុបាយនៅអីនៅឡើយអញ្ចឹងណាពេលអញ្ចឹងអត់ចង់ត្រឡប់មករៀនវិញអញ្ចឹងតែអញ្ចឹងអានេះវាជាចំណុចមួយដែលយកខុសណាអូខេហើយចំណុចមួយទៀតដែលខ្ញុំចង់ share គឺមានអារម្មណ៍ថានឹកទៅកាន់មិត្តរួមថ្នាក់របស់យើងដែលអ្នកខ្លះគាត់បានសម្រាកអ្នកខ្លះគាត់បានឈប់អញ្ចឹងណាបាទហើយអត់ដឹងថាមិនថានឹកអីណាគាត់ថានឹកចង់ឲ្យឃើញមានវត្តមានគាត់មករៀនមកអីវិញអញ្ចឹងណាបាទហើយចុងក្រោយដែលត្រូវ report គឺខ្ញុំបានបន្តមើលនៅរឿង anime ដែលខ្ញុំចូលចិត្តគឺរឿង One Piece មើលគេសម្រាយទេហើយយើងមើលដល់ភាគទី835អូខេអញ្ចឹងសម្រាប់ daily observation បាទ lifetime documentary បាទ day 2គឺមានប៉ុណ្ណឹងអូឡើងបែកញើសនេះក្តៅពេកបាយ